ជីមីនឹងគឺជាបុគ្គលិក office មួយកន្លែងតែងខ្លួនសាបទៅធ្វើការដើរកាត់ផ្សាររាល់ថ្ងៃហើយនៅផ្សារហ្នឹងគឺមានលោកយាយម្នាក់គាត់លក់លីហាលអង្គុយទៅបករយទេលក់មិនសូវដាច់ទេលោកយាយជីមីទាំងស្អាតទាំងចិត្តល្អផងដែរឃើញយាយលក់មិនសូវដាច់ចឹងគាត់ទៅជួយកៅឆាយតែដល់ពេលភ្លក់មួយម៉ាត់ទៅអ៊ូដូចមិនសូវឆ្ងាញ់ទេយាយឲ្យឆ្ងាញ់យ៉ាងម៉េចបើលេបលីទាំងសបកហ្នឹងចៅអើយជួយទិញលីយាយទៅលីយាយមកកំប៉ុងតែ10000ទេយកលុយទៅទិញថ្នាំយាយចាស់ហើយណែយាយខ្ញុំជួយទិញយាយមកកំប៉ុង10000ណាតែខ្ញុំអត់យកលីទេយាយទុកចោលលុយទិញថ្នាំឲ្យទុកលីលក់ឲ្យអ្នកផ្សេងណាយាយណាហើយសប្បាយចិត្តមែនតើបានធ្វើអំពើល្អជូនដល់ចាស់ជរាជីមីនាងតែងតែធ្វើបែបនោះរាល់ថ្ងៃមួយថ្ងៃនាងតែងតែឲ្យលោកយាយ10000ដើម្បីទុកទិញថ្នាំឲ្យលោកយាយទុកលីលក់ឲ្យអ្នកផ្សេងទៀតថ្ងៃមួយជីមីទៅធ្វើការតាមធម្មតាតែមិនដឹងជាយូនដាក់រយៈជនអីទេស្រាប់តែមេហៅទៅជេរយកតែម្ដងមេនោះក៏ឃើញនាងមិនហ៊ានតបមិនហ៊ានតនោះក៏ជេរយកមិនព្រមដកមាត់សោះជីមីទ្រាំមិនបានទេណាស្រាប់តែនាងបង្កាត់ឈុតឆាកជាមួយនឹងមេនៅកណ្ដាល office តែម្ដងវាយហើយទ្រាំមិនបានទេបាយមេឲ្យគេទុកធ្វើអីគេដេញឈប់តែម្ដងភ្លាមហើយថ្ងៃនេះថ្ងៃអ្វីមិនគេសយម្លេះខ្ញុំជីមីនាងក៏អស់ការងារធ្វើហើយនៅក្នុងផ្ទះនាងក៏អង្គុយសោកសៅតែប៉ុណ្នេះបានលុយឯណាហូបកាទៀវហើយចេញទៅរកបាយហូបសិនអូជួយមើលសភាពរូបរាងឥឡូវនេះសល់តែ10000ក្នុងខ្លួនគិតមិនទៅស្រាប់តែនាងដើរកាត់លោកយាយលក់លីសនឹងទៀតឯងក្នុងខ្លួនសល់តែ10000ផងដឹងតែអត់បាយទេតែធ្វើមិនយាយគាត់ចាស់ហើយគាត់ត្រូវការទិញថ្នាំជាងយើងលោកយាយយកតាណា10000រៀលនេះស្រាប់តែថ្ងៃនោះយាយបែរទៅជាចាប់ដៃនាងជាប់តើតែយាយចាប់ដៃអញ្ចឹងមិនដឹងថាយាយមានដៃ1រៀល6ចាយាយចាប់ដៃនាងជាប់ហើយដឹងថាយាយនិយាយថាមិនទេទាយទុកឲ្យទាយថាយាយនិយាយថាមិនយាយក៏បាននិយាយថាណែនាងលីហាលឥឡូវឡើងថ្លៃណាមកកំប៉ុង20000មិនគេឲ្យតែ10000អញ្ចឹងហាចង់មកបោកប្រាស់មនុស្សចាស់មែនទេអោយាយខ្ញុំមានយកលីហឯណាខ្ញុំគ្រាន់តែឲ្យលុយយាយតើអោបងប្អូនអើយបងប្អូនជួយមើលក្មេងម្នាក់នេះបោកប្រាស់មនុស្សចាស់ទិញលីសមកកំប៉ុង20000ឲ្យលុយតែ10000ទេតែខ្ញុំមិនបានយកលីសគាត់ទេគ្រាន់តែឲ្យលុយគាត់ចាយតែអ្នកផ្សារចោមរោមថតជីមីឌីសេលីណាកូម៉េធ្វើល្អមិនបានបនចាក់បង្កាត់ឈុតឆាកបាយយាយទៀតហ្មងតាបងប្អូនអើយជួយផងក្មេងធ្វើបាបចាស់ក្មេងធ្វើបាបចាស់តែប៉ុណ្នេះអ្នកផ្សារឡាយដកទូរស័ព្ទទេណាឡាយល្បីល្បាញដល់ប៉ុស្តិ៍ទូរទស្សន៍ជាតិចាំបថតឡាយពេញហ្នឹងចាអ្នកសារព័ត៌មានមកដូចខ្ញុំបេះបិទមានមកគូទៀតបន្ទាប់មកចាជីមីត្រូវបានគេខមមិនទាំងពាក្យមិនប៉ិតតែម្ដងអោខ្ញុំហើយធ្វើល្អហេតុអ្វីមិនបានល្អសោះអញ្ចឹងមេរៀននេះបានបង្រៀនឲ្យយើងដឹងថាទោះយើងធ្វើល្អប៉ុណ្ណានៅក្នុងភ្នែករបស់មនុស្សដែលមិនចេះស្កប់ស្កល់ឯងនេះអាក្រក់រហូតតែពេលខ្លះខ្ញុំឃើញជនជាតិយើងទៅឈរចិត្តជនជាតិគេនៅលើឆាកអន្តរជាតិហើយយើងទូជាងគេខ្ញុំហៀងអន់ចិត្តឲ្យសេតខ្លាំងមែនតើឥឡូវនេះខ្ញុំផលិតវីតាមីនពន្លូតកម្ពស់នេះឡើងវីតាមីនពន្លូតកម្ពស់នេះមិនមែនត្រឹមតែជាវីតាមីនទេតែខ្ញុំផលិតវាដើម្បីជាក្តីសង្ឃឹមនៃក្មេងៗចំនួនក្រោយដែលគាត់នៅមានឱកាសលូតអ្នកដែលគាត់មិនទាន់ហួសពេលពីអាយុ12រហូតដល់18ឆ្នាំក៏សម្រាប់ឪពុកម្ដាយដែលនៅមានឱកាសបានឃើញកូនគាត់លូតលាស់ខ្ពស់ជាងមុនជាមួយនឹង ingredient ដែលល្អមែនតើហើយបងប្អូនត្រូវជឿជាក់នៅលើសហរដ្ឋអាមេរិកវីតាមីនមិនល្អគឺរោងចក្រគេអត់ផលិតមកដាច់ខាតវីតាមីននេះគឺជំនួយដល់ឆ្អឹងជំនួយដល់សាច់ដុំដែលវាមានដូចជាវីតាមីន D វីតាមីន C កាល់ស្យូមសង្កសីនិងសារធាតុផ្សេងៗហើយនៅក្នុងនោះវាមានសារធាតុមួយឈ្មោះថា ashwagandha ashwagandha នឹងគឺជាសារធាតុវីតាមីនថ្មីមួយដែលអាមេរិកកំពុងតែល្បីមែនតើហើយវាគឺជាសារធាតុមួយដែលជំនួយដល់ការគេងលក់ស្កប់ស្កល់និងបំបត្តិភាពតានតឹងរបស់ក្មេងអាយុ12ទៅដល់18ឆ្នាំហ្នឹងខួរក្បាលរបស់គាត់ stress ខ្លាំងណាស់បងប្អូនអញ្ចឹងកាន់តែ stress ក្រូហូម៉ូនអត់ចេញតែក្រូហូម៉ូនអត់ចេញញ៉ាំវីតាមីនប៉ុណ្ណាក៏ឆ្អឹងអត់បឺតស្រូបយកវីតាមីនហ្នឹងហើយពន្លូតកម្ពស់ដោយធម្មជាតិនោះទេហើយគេធ្លាប់សួរខ្ញុំថាចេះតែ ashwagandha ហ្នឹងញ៉ាំទៅប៉ះពាល់អត់ដល់ក្មេងកម្រិតវីតាមីន ashwagandha របស់យើងគឺមានកម្រិតសុវត្ថិភាពបំផុតដល់ក្មេងពីព្រោះតិចហើយស្មារតីនឹងអភិវឌ្ឍស្មារតីនឹងឲ្យខួរក្បាលក្មេងផ្ដោតជាងមុននិងងាយស្រួលក្នុងការគេដូចបងប្អូនបានឃើញចឹងអក្សរ ashwagandha ហ្នឹងគឺសម្រាប់ក្មេងគេមានផលិតតាំងពី gummy ទៀតសម្រាប់ផ្ដោតទៅលើសមាធិការគេងលក់ស្កប់ស្កល់និងទ្រទ្រង់សារពីកាយទាំងមូលតែម្ដងសូម្បីតែខ្ញុំពីអ្នកប្តីខ្ញុំនេះខ្ញុំអត់មានត្រូវការលូតកម្ពស់ទៀតទេព្រោះហួសអាយុអស់ហើយតែវីតាមីននេះបើសិនយើងអស់កម្ពស់ហើយយើងញ៉ាំទៅគឺវាជួយឆ្អឹងយើងវាមានវីតាមីនដូចខ្ញុំរាយរាប់មិញចឹងហើយមនុស្សយើងតែឆ្អឹងរឹងមាំបងប្អូនដែលឃើញចាស់កោងទ្រុឌទ្រោមជាមួយនឹងចាស់ដែលគាត់រឹងមាំត្រង់ភ្លឹងស្អាតអញ្ចឹងត្រូវការពន្លូតកម្ពស់ឬក៏ពៅឆ្អឹងកុំភ្លេចណាជាមួយនឹងវីតាមីនសហរដ្ឋអាមេរិកពន្លូតកម្ពស់ Nextra Labs